だ小僧参ったなជួបគ្នាជាថ្មីជាមួយការស្រាយបន្តទៅលើរឿងតួបន្តផ្សំក្នុង Game ស្នេហារដូវកាលទី2ដែលការពិភាក្សាមុនគឺក្រុមរបស់ Leon និង Marie បានទៅដល់ភូមិនៃអំបូរ F ចឹងនៅភាពបន្តនេះក្រោយពី Lucion បានកំទេចរោងបន្ទប់ពិសោធន៍នោះរួចពួក F នឹងក៏គិតថាស្ដេចបិសាចបានបញ្ចេញកំហឹងដល់អំបូរ F ពួកគេដែលត្រង់កំទេចរោងនឹងមួយប៉ុណ្ណោះហេតុនេះគេក៏ចង់អរគុណទៅក្រុម Leon ដែលមេភូមិស្រីនេះនឹងប្រាប់ពីជោគវាសនារបស់ពួកគេម្នាក់ៗចឹងគាត់ក៏ចាប់ផ្ដើមពី Marie មុនដែលនាងនឹងបានជួបនឹងគូព្រេងហើយតែនាងក៏បាត់បង់ទៅវិញដោយសារតែនាងបាននិយាយពាក្យលាទៅកាន់គេនឹងមិនអាចជួបគ្នាម្ដងទៀតឡើយម្យ៉ាងទៀតនាងមិនអាចគេចចេញពីជីវិតដ៏វេទនាដែលនឹងកើតឡើងបានផងដែរដែលផ្លូវនាងដើរនោះគឺអាចនឹងបានគ្រប់យ៉ាងឬក៏បាត់បង់គ្រប់យ៉ាងទាំងអស់ចឹងនាងក៏សូមឲ្យមើលជោគវាសនាម្ដងទៀតតែ F នឹងក៏បានមើលវាសនារបស់នាងសក់ខ្មៅនេះវិញដែលនាងអាចនឹងមានឱកាសផ្លាស់ប្ដូរជីវិតតែស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតហើយអំឡុងពេលដ៏លំបាកហ្នឹងនាងក៏អាចជួបនឹងដៃគូជីវិតនាងផងដែរហើយបើនាងអាចនៅជាមួយគូជីវិតនាងបាននោះផ្លូវដើរដ៏លំបាកហ្នឹងវានឹងប្រែមកជាងាយស្រួលវិញបន្តមកទៀតគឺ Olivia និង Angie តែម្ដងដែលជីវិតពីរនាក់នាងហ្នឹងគឺនឹងជួបរឿងពិបាកជាច្រើនតែមានមនុស្សម្នាក់បានដណ្ដើមបន្ទុកពីពួកនាងទៅហើយពួកនាងក៏បានជួបនឹងវីរៈបុរសដែលមានធម៌ពលអាចគ្រប់គ្រងស្ដេចបិសាចបានផងដែរអញ្ចឹងពីរនាក់គេក៏គិតថាជា Leon តែ Leon គ្រាន់តែជាតួបន្តផ្សំក្នុងរឿងនឹងប៉ុណ្ណោះដែលឃើញមេភូមិមើលទៅសុខភាពមិនសូវស្រួល Leon ក៏ប្រាប់ឲ្យគាត់សម្រាកសិនអញ្ចឹងគាត់ក៏គិតថា Leon នឹងគឺជាមនុស្សល្អដែលធ្វើឲ្យ Marie នឹងសឹងតែមិនជឿこの男が文句あんのហើយមេភូមិនេះមិនមានធម៌ពលគ្រប់គ្រាន់អាចដឹងពីវាសនារបស់ Leon នោះទេតែថ្ងៃមួយគេនឹងអាចអីគឺអត់ដឹងទេគាត់ប្រាប់តែប៉ុណ្្នឹងដោយសារមេភូមិនឹងបានដេកលក់បាត់ទៅហើយ Leon ក៏ចេញមកវិញទាំងអារម្មណ៍មិនស្ងប់ហើយពេលចេញមកវិញ Olivia ក៏សួរកញ្ញា F ម្នាក់នេះពី F ចម្រុះដោយសារ Yumeria ដែលជាម្ដាយរបស់ Khel នឹងថានាងគឺជា F ចម្រុះដែលអំបូរ F នឹងមើលភាពស្អាតទៅលើម៉ាណារបស់គេម្នាក់ព្រោះ F ម្នាក់មានម៉ាណាតែមួយពណ៌ទេតែក៏មាន F ខ្លះកើតមកជាមួយនឹងពណ៌ចម្រុះដែលជាពណ៌ពិសេសតែសម្រាប់ផ្នត់កំណត់ពួកគេវិញវាគឺជាបាតុភូតចម្លែកម្យ៉ាងទៀត Yumeria នឹងបានចាក់ចេញពីភូមិទៅធ្វើជាអ្នកសម្ដែងតែពេលនាងមកវិញក៏មានកូនមកជាមួយដែលគេគិតថានាងនឹងមានកូនជាមួយនឹងមនុស្សដែលអំបូរ F នឹងគឺអាចមានកូនតែជាមួយអំបូរខ្លួនប៉ុណ្ណោះលើកលែងតែ F ណាដែលមានម៉ាណាពណ៌ចម្រុះហេតុនេះហើយបានមនុស្សនឹងយកអំបូរ F មកធ្វើជាទាសករដោយសារគេមិនអាចមានកូនជាមួយមនុស្សនោះទេអញ្ចឹងក្រុម Leon ក៏ចាក់ចេញដោយយក Yumeria មកជាមួយដែរដោយសារភូមិ F នឹងមិនសូវពេញចិត្តនឹងនាងនិងកូននោះទេហើយ Leon យកនាងមកនេះដើម្បីកាត់បន្ថយនៅការយកអំបូរ F មកធ្វើជាទាសករអញ្ចឹង Leon ក៏ហៅ Yumeria ធ្វើជាអ្នកបម្រើនៅវិមានរបស់ពួកគេដោយមានផ្ដល់ប្រាក់ខែផងដែរពេលហ្នឹង Khel ក៏ចូលមកតវ៉ាដែល Leon នឹងគ្មានសិទ្ធិអីនាំម្ដាយគេចេញពីភូមិនោះទេដោយសារម្ដាយគេជាមនុស្សស្លូតងាយនឹងគេបោកអញ្ចឹង Khel នឹងមិនចង់ឲ្យគាត់ចេញពីភូមិឡើយដោយលឺអញ្ចឹង Olivia ក៏ប្រាប់ឲ្យ Khel នឹងសុំទោសម្ដាយគេដែលប្រើពាក្យបែបនេះតែនាងមិនដឹងថាដើមហេតុរឿងរបស់ Khel នឹងយ៉ាងម៉េចនោះទេអញ្ចឹងក៏មិនចង់ចេះដឹង Yumeria ក៏ប្រាប់នាងដែលដើមហេតុធ្វើឲ្យ Khel ខ្លាចជាបែបនេះគឺដោយសារខ្លួនព្រោះថា F ចម្រុះដូចនាងមិនអាចធ្វើការដូចអ្នកដទៃទេតែនាងមានសមត្ថភាពធ្វើឲ្យស្លឹកឈើខ្លាយទៅជាផ្កាហើយតែចង់ឃើញពិភពលោកខាងក្រៅអញ្ចឹងនាងក៏ចេញពីភូមិហ្នឹងហើយក៏បានលងស្រឡាញ់មនុស្សអ្នកមានម្នាក់តែក៏មានកូនដែលខុសពីច្បាប់ធម្មជាតិអញ្ចឹងមនុស្សហ្នឹងគិតថានាងផិតជាមួយនឹងអំបូរ F ផ្សេងហេតុនេះក៏ដេញនាងចេញអញ្ចឹងនាងក៏ត្រឡប់មកភូមិ F វិញតែពេល Khel កើតមកដោយសារតែមានមុខមាត់ស្តៀងនឹងមនុស្សគេក៏ដឹងថា Khel ជា F កាត់មនុស្សដោយអញ្ចឹងឲ្យ Khel ក៏ចាក់ចេញទៅធ្វើជាទាសករតែគេតែងតែផ្ញើលុយទៅម្ដាយគេជានិច្ចឬអញ្ចឹងឲ្យ Leon ក៏ទៅនិយាយជាមួយ Khel ដែលគេនាំម្ដាយគេមកនឹងធ្វើជាអ្នកបម្រើក្នុងផ្ទះរបស់គេដេកស្រួលហូបស្រួលម្យ៉ាងទៀតឪពុកគេនឹងស្រឡាញ់ម្ដាយគេណាស់អញ្ចឹងគាត់នឹងមិនប៉ះពាល់ Yumeria នោះទេតាមមើលទៅと思う多分いや絶対ដែលធ្វើឲ្យ Khel មិនសូវទុកចិត្តប្រហែលទេអញ្ចឹង Leon នឹងក៏បើកសិតឲ្យ Khel ទៅលេងម្ដាយគេពេលណាក៏បានបើមិនទុកចិត្តតែបើ Marie គេមិនឲ្យចូលនោះទេអញ្ចឹង Khel ក៏យល់ព្រមនឹងពឹង Leon ឲ្យជួយមើលថែម្ដាយគេផងភ្លាមនឹង Leon ក៏សួរ Khel មិនបានចាក់ចេញពី Marie Khel ឃើញថា Marie នឹងរៀងឡប់បន្តិចមែនតែនាងមានគោលដៅច្បាស់លាស់អញ្ចឹង Khel ក៏រំលឹក Leon វិញដោយពនាងនៃរដ្ឋនោះគឺមានកម្រងការអ្វីម្យ៉ាងហើយដែលគេគ្រាន់តែមើលកសែភ្នែកនាងប៉ុណ្ណោះហើយពិតមែនពនាងនឹងបានលបចូលមកឃ្លាំងអីវ៉ាន់នឹងបានមករកហឹបដែលដាក់ស្រោមដៃចម្លែកនោះតែស្រោមដៃនេះក៏បញ្ចេញភ្នែកមកហើយក៏ដឹងប្រការអាសន្នក៏បានមកលឺឡើង Lucion និង Leon នឹងក៏ទៅឃ្លាំងនោះហើយពនាងនឹងក៏លបចេញទៅវិញស្រោមដៃនឹងក៏បញ្ចេញវល់អីមិនដឹងមកដែលមានជីវិតផងដែរអញ្ចឹង Lucion នឹងក៏ឲ្យ Leon តោងអ្វីមួយឲ្យចប់ហើយគេក៏បើកទ្វារយានឲ្យហឹបនោះហោះចេញទៅក្រៅរួចក៏បាញ់កំទេចចោលក្រោយកំទេចហើយអារម្មណ៍ Lucion កាន់តែស្រស់ស្រាយមកកម្រិតទៀតすがすがしい気分とはこういうものでしょうかចឹងគេក៏ឆែកកាមេរ៉ាសុវត្ថិភាពហើយក៏ដឹងថាពនាងនោះជាអ្នកមករកស្រោមដៃនេះចឹងពេលវិលមកវិញ Leon ក៏ធ្វើរបាយការណ៍ឲ្យអ្នកធំទាំងអស់នេះតែពួកគេមិនពេញចិត្តដែល Leon កំទេចស្រោមដៃនោះដោយមិនមានការអនុញ្ញាតតែរឿងនេះវាជាមិនរួចបើគេយកវាមកហើយយានគេធ្លាក់ខូចខាតបានអ្នកណាជាអ្នកចេញសងម្យ៉ាងទៀតគ្រប់យ៉ាងគេបានសរសេរក្នុងរបាយការណ៍នេះហើយបើចង់តវ៉ាសរសេររបាយការណ៍គេវិញមកចឹង Leon ក៏ចាក់ចេញហើយក៏បានជួបនឹងម្ចាស់ស្ត្រី Milan ដែលជាម្ដាយរបស់ព្រះបុត្រា Julius ចឹងពីរអ្នកគេក៏និយាយគ្នាតិចទៅដែលម្ចាស់ស្ត្រីហ្នឹងចង់ជួយ Leon តាមតែអាចធ្វើបានដោយសារអ្នកធំមួយចំនួនហ្នឹងចំណែកនៅតាមឪពុកដែល Leon មានពេលនេះហើយចង់ដណ្ដើមវាថែមទៀត Leon ក៏រំភើបចិត្តនឹងហៅម្ចាស់ស្ត្រីមករួមរស់ជាមួយខ្លួនទោះមានប្តីមានកូនក៏ដោយក៏ Leon ព្រមទទួលយកដែរអញ្ចឹង Julius ហ្នឹងក៏មកខោកក្បាលគេមកកញ្ញោដោយរដូវកាលទី1ដែរតែ Leon ហ្នឹងអត់ខ្វល់ទេគេនៅតែសារសងជាមួយនឹងម្ចាស់ស្ត្រីដដែល愛を確かめ合っていただけだ
ចាស់ Julius ក៏តតគេថែមមួយជើងទៀតក្រោយមកម្ចាស់ស្ត្រីក៏រំលឹក Leon ដែលរត់នឹងកំពុងបើកចង្កូមចង់វាយប្រហារនគរនេះទៀតហើយក្នុងពេលហ្នឹងក៏មានក្រុមទាសករ3នាក់នេះមានបំណងចង់ដាក់ហឹបមួយនេះនៅក្នុងម៉ូតូរបស់ Leon ដែលនេះជាផែនការរបស់អ្នកធំដែល Leon មកជួបមុនហ្នឹងសម្រាប់ Leon វិញគេកំពុងតែមកលក់យានដែលវាយពីរត់បានទៅកាន់មិត្តរបស់គេដែលមិនគិតប្រាក់ថ្មីបាត់គេឲ្យយាន free តែការជួសជុលហ្នឹងគឺមិត្តគេជាអ្នកចេញខ្លួនឯងម្យ៉ាងទៀត Leon ហ្នឹងរៀបកម្រងធ្វើកន្លែងជួសជុលយានផងដែរអញ្ចឹងគេចង់ឲ្យមិត្តគេធ្វើជាអ្នកប្រម៉ូទកន្លែងហ្នឹងឬបានយានអត់អស់លុយអ្នកផ្សេងៗក៏ចង់បានគ្រប់គ្នាតែគេមិនដឹងថាថ្លៃជួសជុលហ្នឹងវាថ្លៃជាងយាន free ហ្នឹងទៅទៀតក្រោយមកគេក៏ធ្វើកម្មវិធីផឹកតែឲ្យកញ្ញា2នាក់នេះដែលឪពុករបស់ពួកគេធ្លាក់ឥទ្ធិពលក្នុងនយោបាយហើយមានតែ Malcolm Frampton ដែលកំពុងមានអំណាចថែមទាំងមិនពេញចិត្ត Leon ទៅទៀតដែលគាត់អាចនឹងមកធ្វើបាប Leon គ្រប់ពេលនឹកដើមទៅហើមដល់សេនាក៏ចូលមកចាប់ Leon ភ្លាមដែលចោទថា Leon នឹងក្បត់ជាតិហើយចង់តវ៉ាចាំចូលតុលាការទៅហើយគេចោទថា Leon នឹងបានខុសខើជាមួយនឹងរដ្ឋប្រឆាំងជាមួយនគរដែលធ្វើឲ្យគុណសម្បត្តិ Leon វាយឈ្នះរដ្ឋនោះខ្លាយទៅជាការបោកប្រាស់ទាំងអស់ Leon ក៏ដឹងថាពួកនឹងធ្វើអញ្ចឹងដើម្បីបំផ្លាញគេឈ្មោះរបស់គេភ្លាមនឹងសេនានោះក៏ម៉ាត់ Leon ម្ដាយអញ្ចឹង Leon នឹងក៏សើមុខអានឹងទុកមួយហើយគេក៏កលែកឃើញទាសករ2ក្បាលនេះដែលយកហឹបទៅដាក់ក្នុងបន្ទប់គេហ្នឹង Leon ក៏ចង់ដឹងថាអ្នកណាចង់បង្ករឿងជាមួយគេទៀតហើយអញ្ចឹងពួកសេនាមួយក្រុមទៀតក៏មករឹបអូសយានរបស់ Leon ដោយបង្ខំហើយសម្រាប់សេនាផ្សេងទៀតហ្នឹងក៏នាំ Leon មកគុកហើយក៏បដូរជាមួយនឹងសេនាក្រុមចិត្តនេះជាអ្នកនាំគេទៅគុកជាន់ក្រោមវិញតែសេនាក្រុមចិត្តនោះតាមពិតគឺជាម្ចាស់ស្ត្រីនិងបងប្រុសរបស់ Angie គឺ Gilbert ដែលចំនួនក្នុងវាំងហ្នឹងកាន់តែខ្លាំងឡើងព្រោះថា Julius បាត់បង់សិទ្ធិស្នងរាជនិងគ្រួសារ Redgrave របស់ Angie ធ្លាក់អំណាចដែលមែនតែនទៅគឺ Leon ហ្នឹងគឺជាដើមហេតុហើយខាង Frampton ហ្នឹងចាប់ផ្ដើមមានអំណាចនិងមានអ្នកជ្រោមជ្រែងផងដែរថែមទាំងរួមដៃជាមួយនឹងរដ្ឋចំណុះទៀតនិងចង់កម្ចាត់អំណាច Redgrave ទាំងស្រុងតែម្ដងចឹងហើយទៅគេចង់ចាប់ Leon ដោយសារខ្លាចថាមពលដែល Leon មានពេលនេះចឹង Gilbert ចង់ឲ្យ Leon ហ្នឹងស៊ើបថាអ្នកណាជាអ្នកខុសខិតនឹងរដ្ឋចំណុះនោះដែលឲ្យគេជាប់គុកធ្វើជានុយដែលពួកហ្នឹងអាចនឹងមករក Leon ក្នុងគុកនេះហើយរឿងនេះ Gilbert ប្រាប់ Olivia និង Angie នោះទេចំណែក Angie នឹងកំពុងតែមករករឿងពនាងឃុំខ្លួននេះដែលគិតថានាងជាអ្នកបច្ឆោតឲ្យ Leon នឹងធ្លាក់ក្នុងអន្ទាក់តែនាងធ្វើនេះដើម្បីចង់បង្ការសង្គ្រាមព្រោះកាលពី20ឆ្នាំមុនខាងនគរបានវាយប្រហាររដ្ឋរបស់នាងដែលគ្មានហេតុផលអីទាំងអស់ដែលគ្រាន់តែចង់បានទ្រព្យសម្បត្តិនិងពង្រីកទឹកដីហើយការពាក់លីរបស់ទាហានរដ្ឋនឹងក៏បានតតាំងយកឈ្នះនគរដោយការខាតបង់ជាខ្លាំងរួមទាំងជីវិតមនុស្សផងដែរក្នុងពេលនេះសេនាយាមពនាង Gertrude នឹងក៏ចេញមកបញ្ឈប់ Angie ហើយក៏នាំពនាងទៅជួបនឹង Frampton ដែលស្រោមដៃនោះគឺគេបានរកឃើញមកខាងទៀតដែលដូចទៅនឹងស្រោមដៃ Lucion កំទេចចោលផងដែរអញ្ចឹងគេក៏ចង់បកគោលវាឲ្យតែនាងតែនាងក៏ទាមទារខ្លោចនឹងដើរមកវិញទៀតតែរបស់នោះគឺខាងរាជវង្សជាអ្នកទុកអញ្ចឹងគេមិនអាចយកចេញមកបាននោះទេហើយពីរអ្នកគេនឹងខុសខិតគ្នាដោយសារ Frampton ចង់រក្សាសន្តិភាពរវាងរដ្ឋនិងនគរដើម្បីគេឈ្មោះខ្លួនឯងឈរជើងឲ្យរឹងមាំហើយពនាងនឹងក៏បានទឹកដីមកវិញផងដែរហើយដល់ពេលនេះ Leon ត្រូវបានចាប់ដាក់គុកហើយធម្មពលរបស់ Leon ក៏ត្រូវបានរឹបអូសអញ្ចឹងគ្មានអ្វីដែលជាឧបសគ្គទៅលើរដ្ឋរបស់នាងទៀតនោះទេហើយ Frampton ក៏អាចឡើងធ្វើជារដ្ឋមន្ត្រីបានផងដែរអញ្ចឹង Gertrude នឹងក៏យកស្រោមដៃនោះមកឲ្យកូនចៅនាង Wanda ជាអ្នកប្រើសម្រាប់ Leon ដេកក្នុងគុកនេះវិញ Gertrude ក៏បានមករកគេនិងប្រាប់ពីសង្គ្រាមដែលអាចនឹងកើតឡើងឆាប់ៗអញ្ចឹងនាងហៅ Leon ឲ្យធ្វើជាសេនារបស់នាងវិញនឹងចោះចូលជាមួយរដ្ឋនោះនាងដោះលែងគេភ្លាមដោយសារនាងដឹងថា Leon នឹងចង់បានជីវិតស្ងប់ស្ងាត់ព្រោះគេមិនងាយសម្រាប់ជីវិតអ្នកដទៃទេថែមទាំងមិនប្រាថ្នាថាមកពោលខ្លួនធ្វើបាបគេឬចូលដៃជាមួយអ្នកណាទាំងអស់តែ Leon បកកាយទោះបីជាគេមិនពេញចិត្តនៅនគរនេះក៏ដោយដែលអូស Leon មកខាងខ្លួនមិនបានចឹងនាងក៏ប្រើឲ្យគេប្រជុំនាងតាមដែលអាចធ្វើបានចោះបើមិនអញ្ចឹងទេនាងនឹងធ្វើឲ្យនគរនេះលេចបាត់ពីពិភពលោកចំណែក Angie បានមកបង្ខំឪពុកនាងឲ្យដោះលែង Leon តែទោះគាត់ប្រឹងជួយដោះលែង Leon ចេញមកក៏យាននិងមនុស្សយន្តរបស់ Leon នឹងមិនអាចយកមកវិញបានដូចគ្នាម្យ៉ាងទៀតដោយសារគេបាត់បង់ថាមពលអត់ទៅហើយគ្រួសាររបស់ Redgrave គ្មានអីត្រូវជួយគេទៀតទេហើយគាត់ក៏បានសងគុណ Leon ដែលជួយ Angie រួចអស់ហើយអញ្ចឹង Angie នឹងក៏មកប្រាប់ Olivia ដែលនាងមិនអាចជួយអ្វីបានទេហើយបើ Leon គ្មានផុសតាងបង្ហាញថាគេមិនបានខុសខិតនឹងរដ្ឋទៀតនោះគេនឹងត្រូវប្រហារជីវិតពេលហ្នឹង Angie ក៏នឹកឃើញថានៅមានអ្នកដែលអាចជួយ Leon បានដែលនោះគឺជា Marie តែ Marie នឹងសប្បាយចិត្តសឹងអីពេលដឹង Leon ជាប់គុកហើយឥឡូវតួស្រី2នាក់នេះមកអង្វរនាងទៀតអញ្ចឹង Marie ក៏បង្ខំឲ្យ Olivia និង Angie លុតជង្គង់អង្វរនាងព្រោះនាងដឹងថា Angie នឹងមិនអោនក្បាលនោះទេម្យ៉ាងទៀតនាងក៏គ្មានវិធីជួយ Leon នោះដែរតែ Angie និង Olivia ក៏អោនក្បាលអង្វរនៅចំពោះមុខសិស្សគ្រប់គ្នាតែម្ដងអញ្ចឹងអ្នកហែហោមនឹងក៏បាននិយាយ Dear Angie និង Olivia ទាំងអ្នក Marie នឹងកំពុងភ័យខ្លួនព្រោះនាងមិនគិតថា Angie ព្រមអោនក្បាលបែបនេះទេពេលហ្នឹងអ្នកហែហោមហ្នឹងក៏ឡើងចាងទៅជន់ Angie និង Olivia ទៀតតែក៏លេចចេញប្រុសស្អាតទាំង5 F4 F5 បានចេញមកដែលគេនឹងជួយ Leon ដោយសារ Angie ហ្នឹងអង្វរបែបនេះហើយតែ Marie មិនដឹងជួយគេយ៉ាងម៉េចនោះទេចឹងនាងក៏ទម្លាក់ភារកិច្ចនេះទៅក្រុម F5 ហ្នឹងទៅសម្រាប់ Angie នាងលែងខ្វល់ពីកិត្តិយសគ្រួសារនាងហើយនាងគិតត្រឹមតែចង់ជួយ Leon ប៉ុណ្ណោះចឹងយានខាងរដ្ឋដែលដឹកនាំដោយប្អូនស្រី Gertrude ឈ្មោះ Heralda ក៏បានចេញមកវាយលុកនគរ Holford ហើយរឿងក៏សូមបញ្ចប់ត្រឹមប៉ុណ្ណឹងចាំទស្សនាភាពបន្តនៅវីដេអូក្រោយPlease, sir, I want some more.